ប្រជាជនកម្ពុជា13លាន395,682 បង្កត់ត្រឹមខ្ទង់លានតើប្រមាណប្រហែលហ្នឹងគេអត់សញ្ញាស្មើគេប្រើពាក្យស្មើគេពាក្យប្រហែលអញ្ចឹងយើងមើលចម្លើយរបស់គ្នាគឺស្មើនឹង13គឺប្រហែលនឹង13លានសូមស្វាគមន៍សាជាថ្មីមកកាន់វីដេអូលំហាត់តពីមេរៀនទី1ចំនួនចំណុចការបង្កត់ចំនួនតបើខាតពេកយើងចូលរួមទស្សនាទាំងអស់គ្នាលំហាត់ទី1តើគេធ្វើអីយើងទៅអានចំណងជើងទាំងអស់គ្នាសិនលំហាត់ទី1គេឲ្យយើងបង្កត់ចំនួនខាងក្រោមត្រឹមខ្ទង់លានតោះក2,368,210 បង្កត់ត្រឹមខ្ទង់លានគឺប្រមាណអញ្ចឹងដូចខ្ញុំនិយាយពីមេរៀនមុនអញ្ចឹងគឺបង្កត់ត្រឹមខ្ទង់លានយើងមើលក្រៅខ្ទង់លានមួយខ្ទង់គឺចំលេខ3នៅខ្ទង់សែនគេមានចំនួន3អញ្ចឹងកាលណាតែចំលេខ1លេខ0លេខ1លេខ2លេខ3លេខ4គឺត្រូវបង្កត់ចុះអញ្ចឹងបង្កត់ចុះសល់ប្រមាណមើលចម្លើយរបស់គ្នាបានសល់2លានចូលដល់លំហាត់ខវិញម្ដងលំហាត់ខ 6,087,1955 បង្កត់ត្រឹមខ្ទង់លានគឺចំនួនប្រមាណអញ្ចឹងយើងត្រូវមើលដោយគោលការណ៍តែយើងត្រូវមើលក្រៅខ្ទង់លានមួយខ្ទង់គឺចំលេខ8លេខ8កាលណាដែលចំលេខកម្មកត់កាលណាដែលចំលេខ5 6 7 8 9គឺត្រូវបង្កត់ឡើងអញ្ចឹងឡើងប្រមាណអ្នកគ្នាមើលចម្លើយគឺឡើង7លានអូខេចូលដល់លំហាត់គោ8,593,456 បង្កត់ត្រឹមខ្ទង់លានស្អាតបានគេគិតមើលគឺយើងត្រូវមើលក្រៅខ្ទង់លានមួយខ្ទង់គឺចំលេខ5នេះអញ្ចឹងបង្កត់ឡើងណាគឺឡើងចំនួន9លានតោះចូលដល់លំហាត់ទី2គេឲ្យយើងបង្កត់ចំនួនត្រឹមខ្ទង់លានចំនួនណានេះគេជាអក្សរយើងថាប្រជាជនកម្ពុជា13លាន395,682 បង្កត់ត្រឹមខ្ទង់លានតើប្រមាណប្រហែលហ្នឹងគេអត់សញ្ញាស្មើគេប្រើពាក្យស្មើគេពាក្យប្រហែលអញ្ចឹងយើងមើលចម្លើយរបស់គ្នាគឺស្មើនឹង13គឺប្រហែលនឹង13លានចូលដល់លំហាត់ទី3នេះបង្កត់ចំនួនត្រឹមខ្ទង់ម៉ឺនម្ដងណាតោះគេដាក់ជាប្រធានយើងផ្ទៃកាឡាប្រទេសកម្ពុជា1,080,045 គីឡូម៉ែត្រនេះបង្កត់ត្រឹមខ្ទង់ម៉ឺនគឺប្រមាណអញ្ចឹងយើងដឹងហើយយើងត្រូវមើលក្រោយខ្ទង់ម៉ឺនណាគឺលេខ1នៅខ្ទង់ពាន់គឺបង្កត់ចុះគឺចុះនៅសល់1,080,000 កត់ណាអូខេបាទវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបើសិនជាមានចង្អល់អាចឆាតសួរក្នុងគ្រូបានអញ្ចឹងសូមរងចាំទស្សនានៅមេរៀនថ្មីមេរៀនបន្ទាប់នៅវីដេអូក្រោយពេលនេះផងដែរខ្ញុំបាទសូមអរគុណនិងសូមជម្រាបលារកពាក្យពេចន៍ខុសឆ្គងសូមខន្តីនិងអភ័យទោសផងបាទសូមអរគុណសូមជម្រាបលា